យើងរបៀបមើលប្លង់ជាន់លើមាន2បន្ទប់ទី1បន្ទប់ទី2ឬក៏ទី1ទី2ចុះឥឡូវយើងកណនីសម្រាប់រៀបរាប់ពីបន្ទប់ទី1សិនបន្ទប់ទី1នេះយើងនេះមាត់ទ្វារមាត់ទ្វារចូលមកមាន discounter 20 ampere មួយតមកទៀតមានព្រីអំពូលនេះជាមួយនឹងបន្ទប់ទឹកបើកមកមានបន្ទប់ទឹកប្រើទឹកក្តៅទឹកត្រជាក់អញ្ចឹងវាប្រើព្រីមួយនិងអំពូលមួយនេះអំពូលបន្ទប់ទឹកលើតមកទៀតនេះអំពូលកណ្ដាលបន្ទប់ទឹកបន្ទប់ទឹកហើយមានខាងនេះព្រីនេះអ៊ីនធឺណិតហើយនេះដាក់ព្រីហើយនេះព្រីទៀតព្រីហើយនេះដាក់ព្រីនេះដាក់សម្រាប់ម៉ាស៊ីនត្រជាក់កន្លែងនេះឡោទឿទុកគេដាក់សម្រាប់អីកុមារអញ្ចឹងទៅឡោទឿហើយដល់មកបន្ទប់មួយទៀតបន្ទប់ទី2ចូលមកពីឆ្វេងដៃនេះអំពូលព្រីអំពូលអ៊ីនធឺណិតហើយអំពូលហើយខាងនេះព្រីអំពូលមានន័យថាក្នុងបន្ទប់ហ្នឹងគេប្រើព្រីហ្នឹងសម្រាប់ដាក់ទឹកក្តៅទឹកត្រជាក់ហើយនឹងអំពូលនេះបន្ទប់ទឹកលើនេះអំពូលចឹងព្រីមួយអំពូលមួយកងតាក់អំពូលមួយក្នុងនេះព្រីមួយប្រើសម្រាប់ទឹកក្តៅទឹកត្រជាក់មកខាងណាព្រីអំពូលនេះគឺជាបើចឹងពីរនេះវាទៅបើកមួយអានេះឆ្លងមួយនេះតែពីរបើកអានេះក៏បានបើកពូលមួយនេះបើកអានេះក៏បានចឹងតាមពូលឆ្លងអានេះព្រីចឹងអានេះក៏ឆ្លងដែរអានេះអំពូលនេះប្រើកងតាក់ច្បាស់អានេះផងនិងបិទកន្លែងនេះផងនេះគេទៅកន្លែងដាក់ក្រែអញ្ចឹងហើយគេដាក់ឆ្លងមកទៀតពេលគេមកគេបិទអានេះគេមិនបាច់ចាំបិទអានេះវិញទេអញ្ចឹងហៅកងតាក់ឆ្លងជាមួយអំពូលកដាលនេះកងតាក់ឆ្លងចក្រមវិញប្រើ32 ampere អញ្ចឹងនេះប្រើ20 ampere ចឹងអស់ហើយបងប្អូនខ្ញុំមានតែប៉ុណ្្នឹងទេការ description របស់ខ្ញុំមកសូមអរគុណ